សម្ដេចតេជោមានប្រសាសន៍ថាខ្មែរអ៊ីស្លាមមិនជំទាស់រឿងតួអង្គទេតែពេលសម្ដែងសូមគោរពព្រះរបស់ខ្លួនក្រោយពីមានរឿងរ៉ាវតាក់ទងទៅនឹងប្រតិកម្មរបស់បងប្អូនខ្មែរអ៊ីស្លាមចំពោះតួអង្គសម្ដែងជាខ្មែរអ៊ីស្លាមក្នុងពិធីបុកល័ក្ខដែលបានប្រើពាក្យពេចន៍និងកាយវិការមិនសមរម្យចំពោះព្រះរបស់ខ្លួនរួចមកនៅថ្ងៃនេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានមានប្រសាសន៍បញ្ជាក់ច្បាស់ថាបងប្អូនខ្មែរអ៊ីស្លាមមិនជំទាស់ទៅនឹងការសម្ដែងជាតួអង្គខ្មែរអ៊ីស្លាមក្នុងពិធីនោះទេប៉ុន្តែសូមប្រើពាក្យសម្ដីនិងកាយវិការគោរពព្រះរបស់ខ្លួនជាមួយគ្នានេះសម្ដេចតេជោក៏បានឲ្យកែប្រែជាបន្ទាន់ចំពោះការប្រើពាក្យពេចន៍និងឥរិយាបថដែលខ្វះការគោរពចំពោះព្រះរបស់អ៊ីស្លាមនេះផងដែរសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍បញ្ជាក់យ៉ាងដូចនេះថាក្បែរភ្លឺយប់មិញខ្ញុំបានបង្ហោះសារតាក់ទងដល់ពិធីបុកល័ក្ខដែលមានតួសម្ដែងជាខ្មែរអ៊ីស្លាមឆ្លងកាត់នយោបល់របស់បងប្អូនដែលជាខ្មែរអ៊ីស្លាមបង្ហាញឲ្យឃើញថាបងប្អូនមិនបានជំទាស់នឹងការសម្ដែងដែលមានតួសម្ដែងជាបងប្អូនខ្មែរអ៊ីស្លាមនោះទេអ្វីដែលបងប្អូនមិនសប្បាយចិត្តនោះគឺពាក្យពេចន៍និងឥរិយាបថសម្ដែងខ្លះខ្វះការគោរពចំពោះព្រះរបស់អ៊ីស្លាមទើបធ្វើឲ្យមានប្រតិកម្មសម្ដេចតេជោមានប្រសាសន៍បន្តថារឿងនេះសូមបងប្អូនគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសម្ដីនិយាយបងប្អូនខ្មែរអ៊ីស្លាមទូទាំងពិភពលោកគោរពខ្លាំងណាស់នៅព្រះអាឡោះដូចនេះមិនអាចសម្ដែងប៉ះពាល់បានទេប្រធានព្រឹទ្ធសភាកម្ពុជារូបនេះមានប្រសាសន៍បន្ថែមថាដូចនេះបញ្ហានេះបានចាប់ផ្ដើមចេញពីការមិនយល់ពីតួអង្គសម្ដែងឬក្រុមសម្ដែងដែលទាមទារនឹងការកែតម្រូវជាបន្ទាន់ទាំងពាក្យសម្ដីទាំងកាយវិការសម្រាប់ការសម្ដែងជៀសវាងឲ្យខានតែបាននៅពាក្យពេចន៍ឬកាយវិការខ្វះការគោរពចំពោះបងប្អូនអ៊ីស្លាមសូមឲ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍និងសាសនានៅកម្ពុជាបន្តរីកចម្រើនតទៅមុខទៀតគួរបញ្ជាក់ផងដែរថាថ្មីនេះមានការជជែកវែកញែកច្រើននៅលើបណ្ដាញសង្គមក្រោយពីពលរដ្ឋខ្មែរអ៊ីស្លាមបានឃើញពិធីបុកល័ក្ខនៅក្នុងពិធីមង្គលការរបស់ម្ចាស់ប្រេនដ៏ល្បីម្នាក់ដែលក្នុងពិធីបុកល័ក្ខនោះគឺមានការសម្ដែងជាជនជាតិអ៊ីស្លាមដែលនិយាយខ្មែរបៃឡាំហើយបានធ្វើកាយវិការគោរពព្រះអាឡោះដោយជំទិតជំទងដែលធ្វើឲ្យពលរដ្ឋខ្មែរអ៊ីស្លាមមួយចំនួនបានចេញមកប្រតិកម្មថាការសម្ដែងបែបនេះមិនសមទំនងថាជាការមើលងាយដល់សាសនាអ៊ីស្លាមនិងជាការយកសាសនាអ៊ីស្លាមមកលេងសើច